ជំរាបសួរលោកគ្រូដែលសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះណែមច័ន្ទសុចិតាមកពីក្រុម Mathematics ហើយនៅខ្ញុំមកធ្វើការប្រយោគពី lecture note ទី5ចំណុចទី1នេះគឺនិយាយពីការ add user កន្លែងនេះគឺយើងធ្វើការ create user ដោយប្រើប្រាស់ command ទី2នេះគឺយើងសម្រាប់ដាក់ password ទៅឲ្យ user នីមួយៗហ្នឹងកន្លែងនេះដែរកន្លែង cat នេះចាំមានបញ្យល់ឥឡូវយើងចូលទៅកាន់ខ្ញុំនឹងបញ្យល់ពីនិយមន័យវាមួយសម្រាប់ឯ file act passwd ហ្នឹងគឺវាមានរហូតទៅដល់7 column column ទី1នេះគឺ user របស់វាcolumn ទី2នេះគឺ password របស់វាហើយ password ហ្នឹងគឺវាបានផ្ទុកទៅនៅក្នុង shadow and ទី3គឺ user id ដែលក្នុងការបង្កើតរបស់វាហ្នឹងគឺចាប់ពី1000ឡើងទៅសម្រាប់ឯទី4នេះគឺ group id សម្រាប់ការបង្កើតវាក៏ចាប់ពី1000ដូចគ្នាទី3នេះគឺ description របស់ user and កន្លែងនេះ data network oracle ហ្នឹងគឺជា home directory របស់វា and ទី7នេះគឺ shell ឥឡូវយើងចូលទៅកាន់មួយទៀតគឺ file etc shadow សម្រាប់file នេះគឺវាផ្ទុកព័ត៌មានលម្អិតទាក់ទងជាមួយនឹង password expiration អីហ្នឹងand វាមានទាំងអស់ចំនួន6 column column ទី1ហ្នឹងគឺដូចតែ passwd មកហ្នឹងគឺវាជា username and ទី2នេះវាគឺជា password សម្រាប់ទី3នេះគឺវាការ last change password ដូចយើង change នៅពេលណាអីចឹងសម្រាប់0នេះគឺជា minimum password បើសិនជាយើងដាក់0ចឹងគឺយើងអាចដាក់ password ថ្មីភ្លាមយើងអាចដូរបានភ្លាមបើសិនជាយើងដាក់លេខ1យើងត្រូវចាំរហូតដល់1ថ្ងៃមិនអាចដូរវាបានទៀតទី5គឺ maximum password and ទី6នេះគឺ expiration day and ជាទូទៅបើយើងចង់ដូរ password អីយើងអត់ចាំបាច់ដូរនៅក្នុង file ហ្នឹងទេគឺជៀសវាងកុំឲ្យមានការ error អីចឹងបើយើងចង់ដូរយើងគួរតែប្រើប្រាស់ command ឥឡូវយើងចូលទៅចំណុចបន្ទាប់ដែលខ្ញុំត្រូវនឹងនិយាយគឺការ set នៅ expiration password ឥឡូវយើងចូលទៅកាន់ហើយនៅបើយើងទៅបើកសិនមកឥឡូវយើងមកធ្វើការតេស្តfile ដែលយើងបានបញ្យល់មិញឥឡូវយើងសាក cat etc passwd sorry cat input ស្មាននេះពីមកetc passwd នេះមួយទៀត cat act shadow version យើង sudo មក cat
abc add 1 2 3 yeahនេះកន្លែងនេះwait cái này យើងអាចកែនៅ inspiration ទេបើយើងបានប៉ុន្តែយើងអត់គួរណាប្រើនៅក្នុងនោះទេបើយើងចង់កែយើងគួរតែកែតាមអ្វីដែលយើងភ្លេចមិញគឺ user mode.e ហើយថ្ងៃខែដែលយើងចង់កំណត់ថា inspiration បន្ទាប់មកយើងដាក់ user របស់យើងឥឡូវខ្ញុំយក user s6 ឡើងគេចាំមកសិន user mode e គឺថាបែបអូខេខ្ញុំឡើងមើលទៀតយើងត្រូវ sudo វាសិនមកចូលទៅបានតែយើងអត់មាន permission sudo user mode .a ងាឆ្នាំខែតែ2011ចុះខែ10អូខេខ្ញុំដាក់ចឹងតើមកយើងដាក់ user របស់យើង as user តើមកយើងទៅការដាក់ណាអូខេឥឡូវយើងធ្វើការចូលទៅមើលវាថាយើងអាច set វាបានអត់មើលយើងចុចវា command sudo cat etc shadow នេះមិនយកអត់មក set ឥឡូវយើង set ហើយអាហ្នឹងគឺជារបៀបនៃការ set នៅថ្ងៃ inspiration របស់យើងតែកន្លែងនេះដែរបើសិនជាយើងយកឆាប់គឺវាងាយស្រួលជាងដែលយើងប្រហែលមុនបងយើងមើលនេះវាសិនឆាប់ដល់អូខេនេះតោះមកយើងចូល sudo ឆាប់ដល់យើងសាប់យើងមើលនេះថ្ងៃ inspiration ដែលយើង set មិនទៅអស់ណាយើងអាចលក់បានប៉ុន្តែបើសិនជាយើងចង់ change ជាមួយ edit កន្លែងណាមួយយើងគ្រាន់តែលុបដកអស់ចោលទៅបានទេគឺយើងឆា s6 អូខេ sudo ឆា s6 នេះកន្លែងនេះដែរដូចខ្ញុំនិយាយមិញហ្នឹងគឺកន្លែងហ្នឹងសម្រាប់ password បើយើងអត់ចង់ទៅទេយើងចុច enter មក enter ទៀតមកបើយើងចង់ដូរកន្លែងណាមួយយើងគ្រាន់វាយទៅទៅយើងចុច enter ទៅហើយអញ្ចឹងខ្ញុំអត់ត្រូវការដូរអីទេand កន្លែង password inactive ដកមួយនោះគេដាក់ដកមួយនោះបានវាអាចដំណើរការបានបើសិនជាដាក់0គឺវាអត់អាចដំណើរបានណាការបានទេកន្លែងហ្នឹងគឺវាងាយស្រួលក្នុងការកែវាស្រួលជាងuser mode មិញបន្ទាប់មកទៀតអ្វីដែលខ្ញុំចង់និយាយគឺកន្លែងនេះក៏យើងអាច change នៅ home directory របស់យើងuser ប៉ុន្តែយើងបាច់ទៅ change ទេនៅតែ error នៅការខូចអញ្ចឹងហើយមួយទៀតដែលខ្ញុំចង់និយាយគឺការ lock ហើយនិង unlock user ឥឡូវយើងចូលទៅកាន់កន្លែងនេះរបស់យើងវិញដោយការ lock user ខ្ញុំសុំ clear វាមួយសិនយើងប្រើប្រាស់ command sudo user mode .l ធំហើយទៅយើងដាក់ user name របស់យើងមកឥឡូវយើងសាកមើលថាវាបាន lock ដែរយើង sudoអូខេ abc មួយពីនេះគឺវា for ចាំមានន័យថាយើងបាន lock ហើយឥឡូវយើងធ្វើការ unlock វាវិញដោយប្រើប្រាស់ command
sudo user mode .u as you see តមកយើងសួរមើលទៀតថាយើងបាន unlock ទីណាយើងអាច log in ចូលបានឥឡូវយើងទៅ cat មើលរបស់ពិសេសpass review នេះរបស់ពិសេសដែលយើងប្រើប្រាស់ការខាន grab នេះទៅដើម្បីឲ្យវាស្រួលក្នុងការស្វែងរកទិន្នន័យ sorry នេះឥឡូវយើងសុំចូលមើលចូលបានអត់វាចូលបានឥឡូវយើងធ្វើការបិទសិបវាដោយយើងប្រើប្រាស់ command sudo user mode .s bin no log in access អូខេឥឡូវយើងធ្វើការ grab វាសាមីនេះដល់ពេលយើង grab មកវា user person ហ្នឹងដូរទៅ no login វិញអាហ្នឹងការបិទ shell ឥឡូវយើងធ្វើការសួរវាមើលនេះគឺវាអត់ available ឲ្យយើងទេដោយសារតែយើងធ្វើការបិទហើយ and yes ឥឡូវយើងចូលទៅចំណុចបន្ទាប់គឺកន្លែង user redហ្នឹងគឺសម្រាប់ add នៅ user without home directory and កន្លែង cat ដល់ប្រើប្រាស់សញ្ញាផាងហើយនឹង script ហ្នឹងគឺសម្រាប់ find user ដែលខ្ញុំបានប្រាប់មិញហ្នឹងគឺតមកគឺ user del សម្រាប់ delete user ឥឡូវយើងចូលមកកន្លែង user del មិញសម្រាប់ delete user ហ្នឹងដល់យើងប្រើប្រាស់ឥឡូវយើងចង់ delete user as using ខ្ញុំប្រើប្រាស់sudo user delប៉ុន្តែសម្រាប់ការ delete ដល់ប្រើប្រាស់តែ user del ហ្នឹងគឺវា delete តែឈ្មោះទេតែនៅក្នុង home directory វាគឺនៅមាន access តែបើយើងចង់លុបវាទាំងអស់ហ្មង detail ព័ត៌មាន information វាទាំងអស់ហ្មងគឺយើងប្រើប្រាស់នៅ sudo user delតមកយើងដាក់ access ណាតែខ្ញុំអត់មានឲ្យត្រូវលុបទេខ្ញុំអានេះជាការឧទាហរណ៍ខ្ញុំ